បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្រៀនអំពីការគូរកប៉ក់នៅលើកម្មវិធី Matrix 9 ដែលជាកម្មវិធីរចនាគ្រឿងអលង្ការអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ចេះឬក៏ចង់ចាប់ផ្ដើមក្នុងវិស័យរចនាគ្រឿងអលង្ការបងប្អូនអាចមើលលេងសិនក៏បានដែរបាទអញ្ចឹងជាដំបូងនេះគឺជាកប៉ក់ទាំងដំបូងដែលបងប្អូនជាងគាត់ស្គាល់ហើយបាទកប៉ក់ឬក៏ឡតអីហ្នឹងបាទ ហើយមុននឹងចូលដល់វីដេអូខ្ញុំចង់បញ្ជាក់ថាខ្ញុំក៏មិនមែនអ្នកជំនាញឬក៏គ្រូបង្រៀនទេដែរបាទខ្ញុំគ្រាន់តែជាអ្នកវិលោកក្នុងវិស័យហ្នឹងគឺធ្វើការងារហ្នឹងជាយូរឆ្នាំដែរអញ្ចឹងអ្វីដែលខ្ញុំចេះគឺខ្ញុំចង់ចែកម្លែកទៅបងប្អូនទាំងអស់គ្នាកុំឲ្យយើងលាក់ទុកចំណេះតែម្នាក់ឯងអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនអញ្ចឹងទស្សនាវីដេអូនៅក្នុងការរៀនទាំងអស់គ្នាបាទជាដំបូងគឺយើងត្រូវដឹងថាតើយើងគូកប៉ក់ហ្នឹងនៅប្រមាណលី អញ្ចឹងឥឡូវជាការឧទាហរណ៍គឺខ្ញុំយកត្បូង2លីកន្លះអញ្ចឹងយើងដើម្បីយកត្បូងគឺយើងចូលកន្លែង gym បន្ទាប់មកទៀតគឺអឺ gym loader ហើយយើងអាចមើលឃើញបាទអញ្ចឹងបើសិនជាអាចនឹងចេញនៅកន្លែងនេះគឺបងប្អូនអាចយកបានថាចង់បានត្បូងប្រភេទណាបើថាត្បូងប្រភេទត្បូងក្រពើឬក៏តំណក់ទឹកបងប្អូនអាចជ្រើសតាមនឹងអញ្ចឹងឥឡូវនេះខ្ញុំចង់បានត្បូងមូលអញ្ចឹងខ្ញុំចុចលេខត្បូងមូលមកគឺយើងមានលីសម្រាប់ឲ្យរើស ចឹងឥឡូវមិញគឺខ្ញុំចង់យក2លីកន្លះអូខេអញ្ចឹងចុចលេខ2លីកន្លះហ្នឹងមកនេះគឺជាត្បូង2លីកន្លះអញ្ចឹងដើម្បីធ្វើកប៉ក់បានគឺយើងត្រូវតែយកខ្សែដើម្បីខ្សែជុំវិញហ្នឹងណាអញ្ចឹងដើម្បីមានវិធីងាយស្រួលបងប្អូនចុចលើត្បូងបន្ទាប់មកយើងចុចម៉ៅកណ្ដាលយើងคลิกវាមកឬក៏ F6 នេះ F6 ហ្នឹងបាទបន្ទាប់មកយើងអាចយក Gym Profile ដល់ពេលដែល Gym Profile បានចេះហើយវាអត់ទាន់នេះទេអញ្ចឹងបងប្អូនអត់ប្រើការអត់ទាន់បានទេឃើញទេចុចអត់បានទេអញ្ចឹងបងប្អូនកុំភ្លេចចុចម៉ៅស្ដាំមួយដើម្បីផ្ដាច់ select វាអញ្ចឹងបងប្អូនអាចឃើញបានខ្សែមួយហើយបាទអញ្ចឹងបងប្អូនអាចលាក់វាសិនហើយវាចោលទៅអញ្ចឹងបានខ្សែនឹងនៅសល់មួយបងប្អូនអឺ offset វាដើម្បី offset វាគឺនៅក្នុង curve តមកគឺ offset curve អញ្ចឹងវា offset បើយើងដាក់ម៉ៅចេញក្រៅនេះឃើញបងប្អូនឃើញខ្សែពណ៌ក្រហមហ្នឹងឯងអញ្ចឹងបើចេញក្រៅគឺយើង offset ទៅចេញក្រៅតែបើយើងចូលក្នុងគឺយើងដាក់ចូលក្នុងមកវាចូលក្នុងហើយអញ្ចឹងខ្ញុំចង់បានកម្រាស់សាច់វានេះទំហំ0.4គឺ4C បាទ 4C គឺខ្ញុំចុចមកបាទសម្រាប់កម្រាស់នេះគឺតាមបងប្អូនជាងទេបងប្អូនខ្លះគាត់ចង់បានរាងក្រាស់ឬក៏ស្ដើងអាហ្នឹងយើងបន្ថយតាមហ្នឹងទៅសំខាន់ឲ្យតែយើងចេះរបៀបនៃការធ្វើបាទបន្ទាប់ពីបានខុសពីហ្នឹងហើយគឺយើងចាប់ជាសាច់ឲ្យហើយក៏បានយើង copy វាទៅក្រុមសិនក៏បានដែរអញ្ចឹងដើម្បី copy វាទៅក្រុមគឺយើងយក duplicate ហុកសញ្ញាធំជុំសំទោសបាទសញ្ញាថៃកោណ4ហ្នឹងសញ្ញាឆុង4ហ្នឹងបាទបន្ទាប់មកយើងយកកម្ពស់ដែលយើងចង់បានដើម្បីឲ្យវាត្រង់យើងចុចស៊ីវាទៅគឺវាត្រង់ហើយបាទអានេះគឺ45ដឺក្រេវាកាត់ម្ដងចឹងបាទហើយពេលត្រង់គឺត្រង់ទៅលើគឺលើហ្មងបាទតែបើយើងអត់ចុចទេវារៀងវិលចាំបងប្អូនស្មានអត់ត្រូវតែត្រង់ឬក៏វាទេអញ្ចឹងដើម្បីឲ្យត្រង់គឺយើងចុចស៊ីមកហើយយើងចុចលេខខ្ញុំចង់បាន1លី2អូខេអញ្ចឹងចុច1លី2 1.2តបមកចាំយើងស៊ីមកវាត្រង់ហើយយើងចុចម៉ៅឆ្វេងមួយដើម្បីយកវាចាំបើសិនជាយើងចង់បានតែប៉ុណ្្នឹងយើងចុចម៉ៅស្ដាំឲ្យវាដាច់មកបាទអញ្ចឹងបន្ទាប់បានវាខ្សែ4ហ្នឹងហើយអញ្ចឹងយើងចាប់សាច់វាបាទអញ្ចឹងដើម្បីបានសាច់វាគឺនៅក្នុងនេះគឺគេដាក់ surface សម្រាប់ surface នេះគឺសម្រាប់ការចាប់សាច់ក៏ដូចជាការធ្វើឲ្យវាមានជាសាច់ platin សាច់មាសហ្នឹងណាបាទតោះមកយើងប្រើ surface ហ្នឹងដើម្បីចាប់វាមកបាទអញ្ចឹងយើងចាប់ select ខ្សែ2ហ្នឹងហើយតោះមកចុចម៉ៅស្ដាំ2ដងហើយយើងអូខេវាមកបាទវាបានសាច់ហ្នឹងមួយហើយអញ្ចឹងអាក្រោមនេះដូចគ្នាអញ្ចឹងដែរបាទអញ្ចឹងយើងចុចអាហ្នឹងមកអូខេវាបានសាច់អញ្ចឹងហើយយើងចង់បានឲ្យវាជិតទៀតអូខេអញ្ចឹងយើងចុចអាពីក្រោមនេះមកលើនេះមកបាទគឺខ្សែក្នុងជាមួយខ្សែក្នុងហើយយើងប្រើអាហ្នឹងមកបាទហើយអាខាងក្រៅដូចគ្នាបាទបន្ទាប់ពីបានអញ្ចឹងហើយបងប្អូនឃើញថាវាបានសាច់ចិត្តហើយប៉ុន្តែអូខេពេលដែលយើងអស់ទៅគឺវាដាច់គ្នាហើយបាទអញ្ចឹងដើម្បីកុំឲ្យវាដាច់គ្នាឲ្យវាខ្លាចជាសាច់តែមួយគឺយើង select ទាំងអស់អញ្ចឹងមកបាទចុចម៉ៅខាងឆ្វេង select វាជាប់មកឲ្យអស់វាមកតោះមកយើងចុចពាក្យថា join បាទនេះអញ្ចឹងយើងjoinវាទៅបងប្អូនឃើញពណ៌តែមួយវិញឯងហើយយើងចុចលើសាច់ហ្នឹងមកយ៉ាសុំទោសចុចលើសាច់មកគឺវាបានម្ដុំហើយអានេះគឺជាខឹសហើយអាហ្នឹងអត់អីទេអញ្ចឹងយើងអាចលុបខឹសហ្នឹងចោលសិនបានបាទ
អូខេអញ្ចឹងបានសាច់នឹងមួយហើយយើងចុចសូរត្បូងដែលយើងបានលាក់មុនហ្នឹងមិនមែន delete ទេណាមិនមែនលុបទេណាគឺយើងលាក់ទេបាទអញ្ចឹងយើងសូរវាវិញមកវាបានចេញត្បូងនឹងមកហើយអញ្ចឹងយើងអាចលើកត្បូងហ្នឹងឲ្យប្រឹមនៃដែលយើងចង់បានអញ្ចឹងណាបាទអូខេប៉ុណ្ណឹងប៉ុន្តែបងប្អូនឃើញទេឃើញថាសាច់កប៉ក់យើងហ្នឹងវាស៊ីមួយត្បូងវាកល់មួយត្បូងអញ្ចឹងបាទដើម្បីកាត់វាគឺបងប្អូនចុចលើត្បូងមកហើយចុចម៉ៅកណ្ដាលហើយយើងប្រើ Trim Cutter បងប្អូនប្រើហ្នឹងមកនេះបានរៀងត្បូងហើយនេះគឺជា mode ដែលយើងចង់បានតែនេះចាំវគ្គក្រោយទៀតបាទអញ្ចឹងបងប្អូនបានត្បូងហ្នឹងមកបងប្អូនចុច complete ចុចម៉ៅស្ដាំដើម្បីផ្ដាច់វាបន្ទាប់ពីផ្ដាច់បានហើយបងប្អូនមើលថាប៉ុណ្ណឹងអូខេពេញចិត្តហើយបងប្អូនកាត់វាអញ្ចឹងដើម្បីកាត់បងប្អូនចង់ទុករក្សាដុំនេះដើម្បីយកអានេះធ្វើជាដុំកាត់អញ្ចឹងបងប្អូនចុចលើដុំសាច់មុនតបមកយើងប្រើ surface បាទយើងប្រើ solid សុំទោសបាទយើងប្រើ solid ហើយយើងប្រើដុំកាត់វានេះគឺជាសម្រាប់ដុំកាត់បងប្អូនចុចលើដុំកាត់នឹងមកហើយយើងចុចម៉ៅស្ដាំចុចម៉ៅស្ដាំមួយដងគឺវាដាច់ហើយបងប្អូនបាទអញ្ចឹងដើម្បីមើលយើងអាចលាក់ត្បូងវិញហើយយើងមើលបាទនេះគឺជាកប៉ក់ដែលយើងកាត់រួចបាទអញ្ចឹងកប៉ក់គឺរូបរាងបែបនេះបាទអញ្ចឹងយើងសូរត្បូងមកយើងនៅមានខ្វះអីបាទគឺខ្វះកញ្ចប់អញ្ចឹងដើម្បីធ្វើកញ្ចប់បានគឺយើងត្រូវប្រើ curve មួយដើម្បីចាប់ជាសាច់បាទអញ្ចឹងដើម្បីនេះយើងចូល curve យើងយក line single line ហ្នឹងបាទហើយយើងចុចពីចំណុចដែលយើងចង់ផ្ដើមវាមកយើងចុចពីក្រោមទៅលើឲ្យត្រង់កុំភ្លេចចុច C ហើយយើងក៏ពុះថាអូខេប៉ុណ្ណឹងដែលយើងចង់បានតែបើសិនជាបងប្អូនធ្វើមែនតើត្រូវវាស់ត្រឹមត្រូវបាទអញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹងគឺខ្ញុំយកប៉ុណ្ណឹងបន្តមកទៀតគឺខ្ញុំចុចលើ curve មួយហ្នឹង line មួយហ្នឹងហើយចាប់វាចេញជាសាច់អញ្ចឹងមុនហ្នឹងយើងប្រើ surface ហើយយើងប្រើនេះដើម្បីចាប់វាចេញជាសាច់អញ្ចឹងតែឥឡូវយើងអត់ប្រើហ្នឹងទេដោយសារយើងមាន line តែមួយយើងចង់បានវាជាដុំមូលសាច់កញ្ចប់អញ្ចឹងយើងប្រើជា solid វិញប្រើ solid ហើយយើងប្រើ pip នេះគឺបាទគឺសំទោសអត់ដឹងថាខុសទេយើងប្រើជាមួយដុំនេះហើយយើងគឺវាហិចឯងបងប្អូនអញ្ចឹងអាដុំនេះវាហិចប៉ុណ្ណាគឺសាច់វាប៉ុណ្ណឹងបាទអញ្ចឹងយើងប្រើហ្នឹងមកហើយបន្ទាប់មកយើងវាយលេខដែលយើងចង់បានអូខេឥឡូវខ្ញុំចង់បាន 6C តែអានេះខ្ញុំសូមបញ្ជាក់មួយដោយសារតែវាជាវងមូលអញ្ចឹងដើម្បីសិនតែយើងចង់បាន 6C គឺយើងអាចវាយ 6C ទេកាលណាដែលវាយ 6C គឺវាទៅ1លី2ហើយវាគុណនឹង2បងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់បាន 6C អញ្ចឹងយើងត្រូវចែកជា2ឲ្យអញ្ចឹង 6C ចែកជា2បាន 3C អូខេអញ្ចឹងដាក់0.3អូខេបាទអញ្ចឹងឃើញបងប្អូនបានដុំបានកញ្ចប់ហើយអញ្ចឹងយើងទាញឲ្យវាត្រូវមកប៉ុន្តែធម្មតាកញ្ចប់វានេះគឺយើងអាចចង់បាន4 6ឬក៏មិនតាមម៉ូដដែលយើងចង់បានតែឥឡូវនេះគឺខ្ញុំធ្វើកញ្ចប់4កប៉ក់ដែលមានកញ្ចប់4អូខេអញ្ចឹងខ្ញុំយកវាមកហើយយើង array យើងប្រើ array គឺនៅក្នុង transform ប្រើ array ហើយចុច F4 ដើម្បីវាចេញជាចំណុច0អញ្ចឹងកាលណាដែលយើងចុច F4 មកគឺបរិមាណដែលយើង array ហ្នឹងគឺវាជារង្វង់ណាបងប្អូនបាទអញ្ចឹងយើងចុច F4 ដល់វាចេញចំណុច0មកហើយយើងចុចចំនួនលេខដែលយើងចង់បានអូខេឥឡូវខ្ញុំចង់បាន4ខ្ញុំវាយលេខ4 enter តោះមកវាចេញរង្វង់អញ្ចឹងអូខេបងប្អូនចុចតែម៉ៅខាងស្ដាំមកចុចចុច2ដងគឺវាចេញ4ហើយបងប្អូនណាតែនេះវារៀងខ្ពស់បន្តិចតែអត់អីទេអាហ្នឹងឲ្យតែបងប្អូនចេះរបៀបធ្វើទៅកម្ពស់ឬក៏អីបងប្អូនសេរីតាមហ្នឹងអូខេប៉ុន្តែធម្មតាចាប់គឺយើងរៀងមូលអត់តប៉ែតចឹងទេត្រូវបងប្អូនអញ្ចឹងដើម្បីចង់បានមូលគឺយើងត្រូវចូល solid តមកយើងប្រើពាក្យ fillet បាទចុច fillet មកហើយយើងវាយចំនួនដែលយើងចង់ឲ្យវាមូលខ្លាំងមូលតិចឥឡូវខ្ញុំដាក់0.2បាទមូលតែ PC បាទមូលប៉ុណ្នេះគឺល្មមសម្រាប់ខ្ញុំហីអូខេអញ្ចឹងខ្ញុំសម្រេចចិត្តថាយកប៉ុណ្ណឹងប៉ុន្តែបើយើងចង់មើលថាអូអានេះដូចជាសញ្ញាបូកទេតែកចាប់សញ្ញាបូកតាមពិតវាដូចតែគ្នាបងប្អូនតែគ្រាន់តែយើងឲ្យស្រួលមើលយើងអាចបង្វិលវាបានយើងចុច looking down នេះមកដើម្បីវាអាមិញនេះគឺខ្ញុំប្រើនៅក្នុង 3D បាទគឺ perspective គឺយើងអាចបង្វិលបានគ្រប់ទិសមើលបានគ្រប់ទិសតែបើលើនេះអានេះមើលពី front អានេះមើលពីចំហៀងអានេះមើលពីលើអញ្ចឹងដើម្បីយើងបង្វិលបានស្រួលយើងមើលពីលើវាមកហើយយើងយកrotate បាទចុច rotate នេះមកហើយប្រើ F4 អូខេអញ្ចឹង F4 ហើយយើងចុចទីណាមួយឥឡូវខ្ញុំយកចំអាក់មកបាទដើម្បីយើងស្រួលបង្វិលហើយយើងចុច C បើអត់ចុច C ទេវាអត់ចំទេវាអត់ផងបាទចុច C មកយើងចុច click មួយគឺមកឆ្វេងហើយបងប្អូនបង្វិលហើយយើងចុច C ទៀតដើម្បីឲ្យវាចំ45ដឺក្រេដែលយើងចង់បានហ្នឹង
បាទហើយយើងចុច click វាមួយមកគឺវាដាច់ហើយបាទអញ្ចឹងវាបានជាជំហាន4ដែលយើងចង់បានហើយអូខេអញ្ចឹងកប៉ាក់យើងរួចរាល់ហើយបាទមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ចេះបន្ថែមឬក៏ចង់ចេះពីអ្វីផ្សេងទៀតសូមបងប្អូនចាំមើលនៅវីដេអូក្រោយបាទអរគុណច្រើន